សូមនមស្ការចំពោះគុណនៃបត្រៃរតន៍នមស្ការបកណាប្រធេរៈគ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយគ្រប់ទិសទីដែលបានទស្សនានៅវីដេអូថ្ងៃនេះវីដេអូជាធម្មទានរបស់ខ្ញុំបកករណាអាត្មានៅថ្ងៃនេះនឹងលើកយកនៅទស្សនីយភាពតាក់ទងទៅនឹងភ្នំហេមពានឬហៅម្យ៉ាងទៀតថាហេមវ័នតបទេសទាំងទស្សនីយភាពដ៏សក្បុសពោពេញដោយព្រិលនេះស្ថិតនៅក្នុងភូមិតេលីងតំបន់ជ្រលងភ្នំឡាហុលឬបើប្រៀបធៀបនឹងរដ្ឋបាលស្រុកយើងហៅថាឃុំសង្កាត់ក៏បានស្ថិតនៅក្នុងស្រុកឡាហុលandស្ពីតិរដ្ឋហិមាចាលសាធារណរដ្ឋឥណ្ឌាចំណែកឯស្ថានទីទំនាបដែលកំពុងបង្ហាញក្នុងវីដេអូនេះជាមាត់ច្រាំងនៃទន្លេចន្ទ្រានៅក្នុងភាសាអង់គ្លេសហៅថា Chandra River ជាការពិតមុននឹងឆ្លងដល់ត្រើយខាងនេះយើងត្រូវឆ្លងស្ពានមួយសិនស្ពានឆ្លងទន្លេចន្ទ្រានេះគេឲ្យឈ្មោះថា Chandra River Bridge គឺស្ពានដែកដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះឯងប្រសិនបើយើងឆ្លងស្ពានដែកនេះរួចបាត់ស្ដាំនឹងទៅដល់ស្ថានទីដែលខ្ញុំបានបង្ហាញនៅខាងដើមវីដេអូផ្ទុយទៅវិញប្រសិនបើបត់ឆ្វេងយើងនឹងទៅដល់ភូមិល្បីល្បាញមួយទៀតឈ្មោះថាស៊ីស៊ូដែលមានបឹងស៊ីស៊ូនិងទឹកធ្លាក់ស៊ីស៊ូស្ថិតនៅក្នុងជ្រលងភ្នំឡាហុលជាមួយគ្នានេះដែរពិសេសជាងនេះទៀតមុនធ្វើដំណើរមកដល់ស្ពានដែកនេះបន្តិចយើងត្រូវធ្វើដំណើរតាមរូងភ្នំមួយឈ្មោះថាអាតាល់ថាណល់ដែលមានចម្ងាយ9020ម៉ែត្រស្ថិតនៅរយៈកម្ពស់3048ម៉ែត្រពីនីវ៉ូទឹកសមុទ្រជាប់ឈ្មោះជាផ្លូវរូងភ្នំដែលមានរយៈកម្ពស់ខ្ពស់មានចម្ងាយឆ្ងាយជាងគេលើโลกផ្លូវរូងភ្នំនេះគេសាងសង់ពីក្រោមច្រកភ្នំដែលជាផ្លូវចាស់ឈ្មោះថារ៉ូតាំងលើខ្នងភ្នំពីរៈបញ្ចាល់នៃជួរភ្នំហមពាននេះនៅក្នុងបរិវេណនេះក៏មានផងដែរនៅហាងកាហ្វេនិងសន្តាគារហើយខ្ញុំក៏មានបុណ្យបានចូលមកទទួលទានកាហ្វេក្តៅមួយពែងគឺ Hot Cappuccino ដែលមានរសជាតិផ្អែមឆ្ងាញ់និងគន្ធាជាតិឈ្ងុយឈ្ងប់ដែលជួយគ្របសង្កត់នៅសភាពងប់ងុយផងហើយនៅខាងក្នុងនេះគេមានចង្ក្រានដុតភ្លើងកម្ដៅក៏បានចម្រើននៅតេជោធាតុឲ្យកក់ក្ដៅក្នុងរាងកាយវិញផងដែរទីឯផ្ទាំងទស្សនីយភាពបន្តទៅទៀតនេះជារូបថតអនុស្សាវរីយ៍នៃបកករណាញាតិញោមជាអង្គនៃគណៈធម្មយាត្រាកម្ពុជាដែលបានទទួលទាននៅអាហារភោជនក្នុងកាលមុននឹងអរុណរះឡើងត្រង់នៅទីនោះកាលពលហួសមកដល់ទីនេះបកករណាញាតិញោមខ្លះនឹងឆ្ងល់អំពីសន្តាគារដែលមាននៅក្នុងបរិវេណនេះប៉ុន្តែក៏បីយល់ចូលចិត្តថាប្រសិនបើចង់ស្នាក់នៅទីនេះរថយន្តដែលអាចឡើងមកបានមានតែប្រភេទរថយន្តតូចដូចដែលក្នុងវីដេអូបានបង្ហាញរីឯពួកយើងធ្វើដំណើរជាពួកគណៈមានគ្នាច្រើនមានអីវ៉ាន់ច្រើនត្រូវប្រើប្រាស់នៅរថយន្តក្រុងដែលមានទំហំធំដូច្នេះយើងត្រូវស្នាក់នៅខាងក្រោមគឺនៅក្នុងទីក្រុងម៉ាណាលីវិញហើយនេះជាទិដ្ឋភាពផ្សាររាត្រីនៅទីក្រុងម៉ាណាលីដែលខ្ញុំបានថតក្នុងឱកាសគោចរទៅអនុមោទនាភេសជ្ជៈទានរបស់ញោមបងជាឧបថៈក្នុងកាលគ្រានោះចាប់អំពីវិនាទីនេះទៅយើងនឹងបានស្ដាប់នៅពធវិញជាដំបូងយើងត្រូវស្គាល់នៅរូបស័ព្ទខ្លះជាដើមមានហេមៈវន្តៈនិងបទេសៈហេមៈគឺទឹកសន្សើមវន្តៈថាព្រៃដែលមានបទេសៈជាស្ថានទីប្រែងាយជាខេមរៈភាសាថាស្ថានទីដែលមានទឹកសន្សើមដូចដែលបានដឹងតាមរយៈការសិក្សាស្ដាប់ជាច្រើនមកហើយព្រៃហមពាននេះជាទីគង់នៅបំពេញបុណ្យបារមីនៃព្រះពោធិសត្វដើម្បីត្រាស់ដឹងនៅសច្ចធម៌សង្គ្រោះសត្វលោកដែលមានសម្ដែងទុកជាច្រើននៅក្នុងនិទានជាដកម្យ៉ាងទៀតក៏ជាទីចរិតនិងជាទីគង់នៅនៃព្រះខេណាស្រកគឺអរិយសាវកដូចជាព្រះអញ្ញាកោណ្ឌញ្ញត្តិថេរៈជាដើមព្រះបច្ចេកពុទ្ធទាំងឡាយ
និងព្រះអរហន្តសម្មាសម្ពុទ្ធទៀតផងព្រះអដ្ឋកថាចារ្យលោកពោលទុកថាព្រៃហមពាននេះមានបណ្ដោយនឹងទទឹងទំហំ3000យោជន៍មានកម្ពស់500យោជន៍ប្រដាប់ដោយភ្នំមានកំពូល84000លំអដោយស្ទឹង500ខ្សែហូរជុំវិញនិងមានស្រះធំចំនួន7ឥឡូវនេះយើងនាំគ្នាស្គាល់នាមនៃស្រះទាំង7នោះសិនទី1នាមថាអណោតស្រះទី2នាមថាកណៈមុនរស្រះទី3ឈ្មោះថារថការស្រះទី4ឈ្មោះថាឆត្តន្តស្រះទី5ឈ្មោះថាកុណាលស្រះទី6ឈ្មោះមណ្ឌាកណីស្រះនិងទី7ឈ្មោះថាសីហបាតស្រះនៅក្នុងទីនេះខ្ញុំសូមលើកយកតែអណោតស្រះមួយទៀតប៉ុណ្ណោះមកអធិប្បាយអណោតស្រះនេះមានភ្នំ5ព័ទ្ធជុំវិញទី1គឺសុទស្សនកោដ្ឋ1ជាភ្នំមាសទី2គឺចត្រកោដ្ឋ1ជាភ្នំរតនៈទី3គឺកាលកោដ្ឋ1ជាភ្នំពេជ្រទី4គឺគន្ធមាតនកោដ្ឋ1ជាភ្នំមានកំពូលស្មើបរិបូរដោយគន្ធជាតិក្រអូប10ប្រភេទសម្បូរដោយឱសថនិងនៅថ្ងៃឧបោសថខាងរនួចភ្នំនេះមានពណ៌ដូចជារងើកភ្លើងទី5កៃឡាសកោដ្ឋ1ជាភ្នំប្រាក់និងជាទីនៅនៃពួកកណរផងភ្នំទាំង5នេះភ្នំនីមួយមានកម្ពស់200យោជន៍មានសន្តានខាងក្នុងដូចជារាងនៃចម្ពោះក្អែកបិទបាំងស្រះមុខទុកការតាំងនៅនៃភ្នំទាំង5នេះដោយអានុភាពនៃពពួកទេវតានិងនាគទឹកភ្លៀងនិងទឹកជ្រោះដែលហូរធ្លាក់ពីភ្នំទាំង5នេះធ្លាក់ចុះទៅកាន់អណោតស្រះតែម្យ៉ាងព្រះអាទិត្យនិងព្រះច័ន្ទគោចរពីទិសខាងត្បូងខ្លះពីទិសខាងជើងខ្លះគោចរដោយវាងភ្នំមិនគោចរពីលើត្រង់លើស្រះនេះទេដូច្នោះទើបឈ្មោះថាអណោតតៈមានន័យថាមិនត្រូវពន្លឺស្រះនេះធម្មជាតិបានរៀបចំទុកដាក់ដោយល្អណាស់មានមនោសីលានិងហរតាលសីលាប្រះចាក់អណ្ដើកនឹងត្រីមានទឹកថ្លាឆ្វេងដូចជាកែវផលិតមានកំពង់ទឹករាបស្មើជាទីស្របស្រង់នៃព្រះពុទ្ធព្រះបច្ចេកពុទ្ធព្រះអរហន្តខេណាស្របពួកឥសីមានឫទ្ធិពួកទេវតានិងយក្សទាំងឡាយមកលេងទឹកនេះផងដែរជុំវិញទិសទាំង4នៃអណោតស្រះនេះមានច្រកហូរទឹកចេញ4ច្រកនីមួយមានសន្តានដូចជាមាត់នៃសត្វគឺទី1ទិសខាងកើតមានសន្តានដូចជាមាត់នៃរាជសីហ៍ទី2ទិសខាងត្បូងមានសន្តានដូចជាមាត់នៃដំរីទី3ទិសខាងលិចមានសន្តានដូចជាមាត់សេះទី4ទិសខាងជើងមានសន្តានដូចជាមាត់គោឧសភៈលើហូរចេញនៃទឹកពីស្រះនេះបានជាស្ទឹង4ខ្សែហើយហ្វូងសត្វទាំង4ប្រភេទនោះក៏សម្បូរតាមមាត់ស្ទឹងដែលមានមុខដូចជាប្រភេទសត្វនីមួយនោះផងដែរស្ទឹងនីមួយសុទ្ធតែហូរព័ទ្ធស្ដាំជុំវិញអណោតស្រះសិនទើបហូរកាត់តាមទឹកដីមនុស្សរស់នៅហូរធ្លាក់ទៅកាន់សមុទ្រសូមស្លេះត្រឹមប៉ុណ្ណេះសិនព្រោះវីដេអូនេះមាននាទីវែងពេកម៉ាស៊ីនទូរស័ព្ទខ្ញុំមិនអាចបន្តកាត់តទៅទៀតបាននៅវីដេអូក្រោយខ្ញុំនឹងអធិប្បាយអំពីស្ទឹងដែលហូរចុះមកទិសខាងត្បូងហើយបែកខ្ញែកคล้ายជាបញ្ចមហានទី